រដ្ឋសភាកម្ពុជានៅថ្ងៃអង្គារនេះបានអនុម័តសេចក្តីព្រាងច្បាប់ស្តីអំពីកាតព្វកិច្ចយោធាជាឯកច្ឆន្ទដោយមានតំណាងរាស្ត្រសរុប114រូបរួមទាំងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីផងដែរច្បាប់នេះនឹងតម្រូវឲ្យយុវជនពេញវ័យចាប់ពីអាយុ18ឆ្នាំរហូតដល់25ឆ្នាំបំពេញកាតព្វកិច្ចយោធារយៈពេល2ឆ្នាំកាតព្វកិច្ចយោធានេះដែលមានគោលបំណងពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធកម្ពុជាក្នុងវិស័យការពារជាតិទោះជាយ៉ាងណាក៏ដោយសម្រាប់ស្ត្រីត្រូវបំពេញកាតព្វកិច្ចយោធាផ្អែកទៅលើគោលការណ៍ស្ម័គ្រចិត្តបន្ទាប់ពីបំពេញកាតព្វកិច្ចយោធារួចពួកគេនឹងក្លាយទៅជាទាហានបម្រុងរហូតដល់អាយុ45ឆ្នាំដោយឡែកព្រះសង្ឃបូជាចារនិងជនមានពិការភាពត្រូវបានលើកលែងចេញអំពីកាតព្វកិច្ចនេះបើយោងទៅតាមច្បាប់ដដែលនេះកាតព្វកិច្ចយោធាក៏នឹងអនុវត្តចំពោះជនជាតិខ្មែរដែលមានសញ្ជាតិ2ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាផងដែរច្បាប់ស្តីពីកាតព្វកិច្ចយោធាចែងថាជនណាដែលគេចវេះអំពីកាតព្វកិច្ចយោធានឹងត្រូវប្រឈមមុខទៅនឹងការជាប់ពន្ធនាគារពី6ខែដល់5ឆ្នាំនិងពិន័យជាប្រាក់អាស្រ័យទៅលើទម្ងន់ទោសនិងស្ថានភាពជាក់ស្ដែងសម្ដេចធិបតីហ៊ុនម៉ាណែតបានមានប្រសាសន៍ថាច្បាប់នេះនឹងបម្រើជាឧបករណ៍គតិយុត្តដ៏រឹងមាំជាមួយនឹងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍវិស័យការពារជាតិឲ្យមានវិជ្ជាជីវៈខ្ពស់និងមានប្រសិទ្ធភាពការរកស្វែងរកសន្តិភាពនិងថែរក្សាសន្តិភាពមិនអាចសុំអ្នកណាជួយយើងក្រៅពីយើងឯងសេចក្តីព្រាងច្បាប់ថ្មីនេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាដើម្បីពិនិត្យជាចុងក្រោយមុននឹងថ្វាយព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនីឡាយប្រហោះលេខាប្រកាសឲ្យប្រើលោកមេធាវីសុកសំអឿនទីប្រឹក្សាច្បាប់មេធាវីអមរិនបានមានប្រសាសន៍ថាច្បាប់នេះសម្រាប់ចាប់បង្ខំឲ្យចូលទ័ពនៅក្នុងករណីមិនមានអ្នកស្ម័គ្រចិត្តគឺរដ្ឋអាចចាប់បង្ខំបានលោកបណ្ឌិតកិនភីប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាវិញធ្លាប់មានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន AMS ថាការបំពេញកាតព្វកិច្ចយោធារបស់ក្រមយុវជនគឺមួយផ្នែកដើម្បីសុខភាពនិងមួយផ្នែកទៀតសម្រាប់បង្ហាញអំពីទឹកចិត្តស្នេហាជាតិនិងគ្រួសារកាលពីសប្តាហ៍មុនលោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានលើកឡើងថាការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើនសមត្ថភាពយោធាឲ្យកាន់តែខ្លាំងក្លាតាមរយៈច្បាប់ស្តីពីកាតព្វកិច្ចយោធានេះគឺជាមធ្យោបាយឆ្ពោះទៅរកគោលដៅយុទ្ធសាស្ត្រដ៏សំខាន់មួយដើម្បីពង្រឹងកិច្ចការពារជាតិឲ្យកាន់តែរឹងមាំក៏ប៉ុន្តែកម្ពុជានៅមានចំណុចខ្វះខាតមួយគឺកង្វះការបដិញ្ញាចិត្តស្របគ្នាទៅនឹងការលើកកម្ពស់វិជ្ជាជីវៈសមត្ថភាពនិងជំនាញយោធាក្នុងន័យនេះអ្នកជំនាញច្បាប់មកពីសាកលវិទ្យាល័យ Yale រុងនេះយល់ថាការបង្រៀនប្រវត្តិសាស្ត្រយោធាតាមបែបអាមេរិកនឹងជួយពង្រឹងកងទ័ពកម្ពុជាកាន់តែខ្លាំងថែមទៀត